ថ្ងៃនេះខ្ញុំនឹងគ្រួសារបានចំណាយលុយបន្តិចបន្តួចដើម្បីវិនិយោគទុនទៅលើការចិញ្ចឹមត្រីក្រាញ់ចាបងប្អូនអើយសិតតែវិនិយោគទុនអូលោកកាយលោកជីវិតរបស់ខ្ញុំយូរទៅវាវិលទៅនឹងការវិនិយោគហើយខ្ញុំវិនិយោគទុនទៅលើការចិញ្ចឹមត្រីគឺទិញត្រីក្រាញ់មេពូជនឹងមកចិញ្ចឹមចាមេពូជត្រីក្រាញ់បងប្អូនហើយយើងទិញយកអារៀងមេពូជធំមកហើយម្ចាស់អ្នកលក់គឺឈ្មោះលោកលឿងតូរ៉េនគាត់គឺជាមន្ត្រីកសិកម្មនៅសង្កាត់សំរោងក្រុងសំរោងខេត្តឧត្តរមានជ័យគាត់មានភាពនៅលីវចាមានភាពនៅលីវគាត់នៅលីវចាហើយគាត់ពិតជាគាត់ថាពូកែខ្លាំងតែម្ដងចាបើនិយាយទៅគឺពូកែគ្រប់ទាំងតែម្ដងសម្រាប់អ្វីដែលខ្ញុំមើលឃើញគឺពាក់ព័ន្ធនឹងការធ្វើកសិកម្មគឺគាត់ពូកែមានបច្ចេកទេសនិងតិចនិចជាពិសេសគឺគាត់អនុវត្តផ្ទាល់គាត់មិនមែនរៀនតែទ្រឹស្ដីទេគឺគាត់យកមកអនុវត្តផ្ទាល់បងប្អូនឃើញហើយឲ្យចាប់ត្រីបែបនេះគឺគាត់មកឃើញមកចាប់មកអីផ្ទាល់តែម្ដងថ្ងៃនេះគឺគាត់ធ្វើការបូមចាប់លក់ខ្លះហើយនឹងគាត់ចាប់យកទៅដាក់នៅក្នុងស្រះគាត់បន្ថែមខ្លះដែរដោយសារតែមានត្រីខ្លះនៅអត់ទាន់គ្រប់ទំហំឬក៏ប៉ុនទំហំដែលគេត្រូវការទេអញ្ចឹងគាត់ធ្វើការចាប់រំលែកគ្នាអត់អាចដាក់នៅក្នុងស្រះនឹងបន្តទៀតបានទេអញ្ចឹងបងប្អូនគាត់ចាប់ធ្វើការវាយចេញហើយទៅលើទីផ្សារដោយសារតែឃើញថាទីផ្សារត្រីឥឡូវនេះគឺអាចនឹងមានតម្លៃរៀងខ្ពស់គួរសមតែប្រសិនមកគាត់ទុករហូតដល់មួយខែទៀតនៅពេលដែលត្រីស្រែខាស់ឬក៏សម្រេងគឺគាត់នឹងទីផ្សារត្រីរបស់គាត់នឹងចុះថោកហើយគាត់នឹងមិនសូវបានផលចំណេញពីការរកចិញ្ចឹមត្រីបែបនេះទេបងប្អូនហើយថ្ងៃនេះគឺខ្ញុំធ្វើការទិញមេពូជត្រីចាមានមីចាមានញីមានឈ្មោលឲ្យគាត់ជួយរើសឲ្យគាត់បង្ហាញគាត់ប្រាប់ថាត្រីណាដែលរាងវែងខ្លួនសប៉ែតហ្នឹងគឺជាត្រីឈ្មោលហើយបងប្អូនដែលដឹងអីជួយខមមិនប្រាប់ផងតែអញ្ចឹងមានត្រូវអត់ហើយសម្រាប់ខ្ញុំគឺជឿជាក់លើគាត់ហើយព្រោះគាត់ចិញ្ចឹមមុនខ្ញុំហើយគាត់ក៏បានរៀនចេះទេត្រឹមត្រូវដែរហើយវាប៉ុណ្ណឹងត្រីញីគាត់ថាគឺជាប្រភេទត្រីដែលខ្លួនរាងធំជាងត្រីឈ្មោលហើយរាងមានសាច់ជាងរាងគេហៅថាទលុកទលុនហ្នឹងបងប្អូនអញ្ចឹងនេះគឺជាតិចនិចតិចតួចដែលគាត់បានចែកម្លែកមកកាន់ខ្ញុំហើយខ្ញុំនឹងតែងពីគាត់ប៉ុណ្ណេះហើយគឺខ្ញុំនឹងមិនរួចខ្លួនទេគឺខ្ញុំនឹងពឹងពាក់គាត់ឲ្យគាត់មកជួយនៅពេលដែលខ្ញុំត្រូវការបង្កាត់ពូជត្រីនឹងម្ដងទៀតហើយមែនទែនទៅគឺខ្ញុំមិនទាន់ទិញមកច្រើនទេដោយសារតែខ្ញុំគិតថាជាឆ្នាំចាប់ផ្ដើមដំបូងរបស់ខ្ញុំហើយនៅមួយទៀតតង់របស់ខ្ញុំគឺរៀបចំអត់ទាន់បានច្រើនទេតែមិនរៀបចំបានខ្លះអញ្ចឹងហើយយើងធ្វើតាមលទ្ធភាពនិងធ្វើតាមភាពជាក់ស្ដែងចាកលៈស័កឬក៏ភាពអំណោយផលរបស់យើងបែបណាកុំធ្វើលោភខ្ញុំតែលោភហើយធ្វើឲ្យបាត់បង់ផលប្រយោជន៍ឬក៏បាត់បង់ទុនរបស់យើងដែលយើងខំទិញព្រោះលុយកាក់យើងចំណាយទៅគឺពិតជាមានតម្លៃហើយជាញើសឈាមរបស់យើងសន្សំកាក់សេនមកណាស់ទៅហើយត្រឹមនឹងបានយកទៅទិញត្រីនឹងយកមកអញ្ចឹងយើងត្រូវតែធ្វើអីឲ្យបិទចង់តែអញ្ចឹងបងប្អូននេះជាកំណត់របស់ខ្ញុំទេអញ្ចឹងវីដេអូនឹងមានប៉ុណ្្នឹងឯងបងប្អូនបាយបាយជម្រាបលាជួបគ្នាវីដេអូក្រោយបាយ